ជំរាបសួរលោកគ្រូអ្នកគ្រូសួស្តីបងប្អូនទាំងអស់គ្នាក្នុងថ្ងៃនេះយើងជួបគ្នានៅវីដេអូថ្មីវីដេអូនេះគឺចេញមកដើម្បីបង្ហាញអំពីរបៀបនៃការបដូរផ្លាស់ logo នៅក្នុងកម្មវិធីគ្រប់គ្រងទិន្នន័យថ្នាក់រៀនបាទអញ្ចឹងដើម្បីបដូរផ្លាស់ logo បាទដូចជា logo ក្រសួងនេះបាទឬក៏ logo profile បាទអញ្ចឹងលោកគ្រូអ្នកគ្រូបាទអាចចុចទៅលើប៊ូតុងព័ត៌មានគ្រូបាទលោកគ្រូអ្នកគ្រូអាចចុចលើប៊ូតុងព័ត៌មានគ្រូបន្តមកបាទលោកគ្រូអ្នកគ្រូអាចចុចទៅលើពាក្យប៊ូតុងបញ្ចូលត្រាស់បាទលោកគ្រូអាចចុចលើពាក្យប៊ូតុងបញ្ចូលត្រាស់នេះមកបាទមកដល់ត្រង់នេះគឺលោកគ្រូអាចបដូរឆ្លាស់បានឧទាហរណ៍បើសិនលោកគ្រូចង់បដូរ logo ក្រសួងបាទឬក៏ត្រាសាលាបាទហត្ថលេខាបាទសញ្ញេផ្សេងបាទឬក៏ឈ្មោះនាយកបាទអញ្ចឹងត្រង់កន្លែងនេះដើម្បីបដូរ logo សាលាលោកគ្រូអាចដាក់ cursor ទៅលើ cell ហ្នឹងតបមកលោកគ្រូបាទលើរូបភាពមួយហ្នឹងតបមកលោកគ្រូអាចចុចលើ keyboard ចុចយកពាក្យ delete បាទបន្ទាប់ពីលោកគ្រូលុបវាហើយបាទលោកគ្រូអាចចុចទៅលើពាក្យថាបញ្ចូលបាទលុបហើយចុចលើពាក្យថាបញ្ចូលបាទឧទាហរណ៍ថាខ្ញុំចង់ដាក់logo មួយនេះចុះបាទឧបមាបាទខ្ញុំដាក់ logo មួយនេះតមកខ្ញុំចុចលើពាក្យ open បាទនេះ logo បានចូលមកហើយប៉ុន្តែអធិស្ឋានលោកគ្រូបន្តិចគឺលោកគ្រូតម្រូវឲ្យអូសបង្រួមវាបន្តិចបាទដើម្បីកុំឲ្យវាសល់កែមនៅពេលដែលវាទៅនៅលើឯកសារយើងបាទអូថាយើងអូសបង្រួមប៉ុណ្ណឹងមកឲ្យវាផុតពីកែមខាងលើខាងក្រោមទាំងអស់នេះបាទបន្ទាប់មកលោកគ្រូអាចដាក់ cursor ចូលក្នុង cell នឹងដដែលបន្ទាប់មកលោកគ្រូអាចចុចទៅលើពាក្យថាបាទformal បាទ formula នេះមកបាទបន្ទាប់ពីលោកគ្រូចុចលើពាក្យ formula នេះបន្តមកលោកគ្រូអាចចុចលើពាក្យថាname manager បាទ name manager បាទបន្តមកលោកគ្រូចុចលើពាក្យថា new បាទក្នុងកន្លែងនេះសូមលោកគ្រូជួយចំណាំបាទនេះកន្លែង name គឺ logo សាលាអង្គភាពបាទអញ្ចឹងលោកគ្រូត្រូវចំណាំកន្លែងហ្នឹងគឺជា name manager របស់យើងអញ្ចឹងលោកគ្រូអាចចុចទៅលើពាក្យថា OKបាទតមកចុចយក close បាទនេះវាកំពុងតែបដូរ logo ឲ្យយើងហើយបាទអញ្ចឹងលោកគ្រូចាំវាមួយសន្ទុះទៅវាកំពុងតែបដូរបាទនេះអញ្ចឹងការបដូររួចរាល់ហើយលោកគ្រូអាចចុចទៅមើលបានបាទនៅពេលដែលយើងបដូរបានរួចរាល់លោកគ្រូអាចចុចទៅលើ formula មួយម្ដងទៀតបាទបន្តមកយក name manager ម្ដងទៀតបាទបន្តមកលោកគ្រូអាចយក name manager នេះម្ដងទៀតតមកលោកគ្រូscroll បាទអូសទៅរកឈ្មោះដែលយើងចំណាំមិញបាទនេះគឺ logo សាលាអង្គភាពនេះតមកលោកគ្រូចុចយកពាក្យ delete បាទតមកចុចយកOK បាទចុចយក close បាទចាំវាមិនទៅវាលុបឲ្យហើយបាទអញ្ចឹងបន្ទាប់ពីយើងលុបname manager មិញហើយលោកគ្រូអាចចូលទៅមើលបាទនេះ logo ត្រូវបានបដូរបាទគ្រប់ឯកសារទាំងអស់ដែលមាន logo ក្រសួងគឺបដូរទាំងអស់បាទឲ្យតែមាន logo ក្រសួងបាទនេះបដូរអស់ហើយបាទអញ្ចឹងឲ្យតែមាន logo ក្រសួងគឺបដូរទាំងអស់តែម្ដងបាទនេះ logo របស់ក្រសួងបាទដូចគ្នាដែរសម្រាប់ទៅលើប័ណ្ណសរសើរបាទនេះ logo នេះបានបដូរតែកន្លែងនេះដោយសារតែវាជារូបភាព background ទេដែលវាអត់ដូរឲ្យចឹងគ្រូបាទអញ្ចឹងដូរទាំងអស់ទាំងរូប logo នេះទាំងកន្លែងនេះបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ